ថ្ងៃនេះខ្ញុំរំលើងដើមបាសខ្ញុំចោលហើយបងប្អូនខ្ញុំមានន័យថាខ្ញុំឈប់ដាំកន្លែងហ្នឹងហើយខ្ញុំទៅដាំកន្លែងផ្សេងហើយពេលដែលខ្ញុំដាំកន្លែងផ្សេងហ្នឹងគឺខ្ញុំដាំដាក់ថូវិញពីព្រោះនៅពេលដែលខ្ញុំដាំចិត្តលបងអញ្ចឹងគឺវាតែងតែលូទៅដីគេសំណាងហើយដែលអ្នកចិត្តខាងខ្ញុំគាត់ជាចាមនុស្សចាស់គាត់អត់សូវប្រកាន់ហើយគាត់អត់សូវចាប់អារម្មណ៍ព្រោះដោយសារលឹកបាសហ្នឹងគឺថាយើងទាញមកដាច់ត្រឹមណាគឺវាដល់ត្រឹមហ្នឹងគឺពិបាក control វាខ្លាំងមែនទែនហើយខ្ញុំឆ្ងល់ថាហេតុអីបានជាដាំបាសគេមានផ្លែហើយខ្ញុំដាំបាសខ្ញុំហ្នឹងវាអត់មានផ្លែចាបងប្អូនណាដឹងជួយប្រាប់ខ្ញុំផងហើយឥឡូវមុននឹងបោចចោលហ្នឹងខ្ញុំក៏បោចទុកមួយស្លសិនព្រោះអីត្រួយវាខ្ចីដែរមើលទៅរៀងស្ដាយដែរអញ្ចឹងចាហើយមកព្រឹកហ្នឹងគឺហត់ខ្លាំងមែនទែនបងប្អូនព្រោះបើអត់ធ្វើការខ្លះចាក៏អត់កើតដែរនៅទនេចេះតែគ្រុននឹងហើយម្យ៉ាងទៀតអត់ចង់ឃើញផ្ទះខ្ញុំស្ដុកញ៉ៃអញ្ចឹងណាហើយចឹងទៅចង់យកដីហ្នឹងដើម្បីដាំអីផ្សេងវិញឥឡូវគឺគោះទាំងរឹសតែម្ដងហើយឈប់ដាំឲ្យបងប្អូនអើយ